សួស្តីអ្នកទាំងអស់គ្នាខ្ញុំណាស្វាគមន៍មកកាន់វីដេអូសម្រាប់សាច់រឿង In Search of God ឬកំណត់ត្រាស្វែងរកព្រះដែលជាអេពីសូតទី9ជាបន្តទៀតប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តនៅការសម្រាយរឿងរបស់ Admin ស្មោះស្នេហ៍ម្នាក់នេះកុំភ្លេចចុចនៅ Subscribe ក៏ដូចជា Like និង Comment ឲ្យបានច្រើនសាច់រឿងអេពីសូតទី9របស់យើងបានបន្តពីភាគមុននៅត្រង់កន្លែងដែលធូប៉ាយេនិងគ្នាបានបើកបរទូកកិច្ចចេញពីសត្វសមុទ្រមួយក្បាលពេលនោះទូករបស់ពួកគេត្រូវបានសត្វសមុទ្រមួយក្បាលនោះវាយប្រហារឲ្យទូករបស់គេខ្ទាតទៅម្ខាងជាប់នឹងផ្ទាំងថ្មពួកគេបានបញ្ជាទូករើចុះរើឡើងខណៈពេលដែលសត្វសមុទ្រមួយក្បាលនោះហក់មកវាយប្រហារពួកគេម្ដងទៀតពួកគេក៏អាចរើទូករួចហើយបើកបរទូកកិច្ចចេញពីការវាយប្រហារមួយនោះបន្ទាប់មកធូប៉ាយេរបស់យើងបានបដូរឲ្យសៀនទៅធាក់ទូកវិញម្ដងតើគាត់ជាអ្នកធ្វើ pilot និងបើកបរទូកបន្ទាប់ពីគាត់សម្លឹងឃើញសត្វនាគសមុទ្រមួយក្បាលនោះនៅតែបន្តដេញតាមពីក្រោយពួកគាត់ធូប៉ាយេបានប្រាប់ឲ្យគ្នាបន្ថែមល្បឿនឲ្យកាន់តែលឿនចំណែកគាត់បានរុញចង្កឹះលេខចូលលេខហោះបង្ហោះទូកឡើងទៅលើបញ្ឆោតដល់សត្វនាគមួយក្បាលនោះឲ្យជាប់ក្បាលនឹងផ្ទាំងថ្មមិនដឹងថាទូករបស់ពួកគេផលិតនៅប្រទេសណាទេបើកបរបានទាំងនៅលើទឹកនៅក្នុងទឹកក៏ដូចជានៅលើអាកាសថែមទៀតបន្ទាប់ពីពួកគេបានឃើញសត្វនាគមួយក្បាលនោះជាប់ក្បាលនៅលើផ្ទាំងថ្មអសង្ហាជីយូនិងធូប៉ាយេរបស់យើងក៏បបួលគ្នាទៅចាត់ការនាគមួយក្បាលនោះពួកគេទាំងពីរលូតចូលទៅជិតដល់ហើយពេលនោះស្រាប់តែសត្វនាគមួយក្បាលនោះវាយផាឲ្យអសង្ហាជីយូខ្ទាតមកខាងក្រោយឃើញបែបនេះធូប៉ាយេរបស់យើងក៏ស្ទុះទៅជួយពួកគេបានចាប់គ្នាកវីដើម្បីយកអេឡង់កវ័ននៅធូប៉ាយេរបស់យើងចូលទៅចាក់ចំកណ្ដាលក្បាលសត្វនាគមួយក្បាលនោះត្រូវប៉ុណ្ណឹងហើយសត្វនាគមួយក្បាលនោះមិនទាន់ងាប់ទេវាបានកវីកវ័នប្រកាច់ផ្កិនពេញនឹងដើម្បីឲ្យធូប៉ាយេរបស់យើងខ្ទាតចេញពីក្បាលរបស់វាឃើញបែបនេះអសង្ហាជីយូក៏ហក់ទៅជួយធូប៉ាយេពួកគេទាំងពីរបានរួមកម្លាំងគ្នាចាក់មួយទំហឹងទៅលើក្បាលសត្វនាគមួយនោះជាលទ្ធផលពួកគេទាំងពីរក៏អាចយកឈ្នះសត្វនាគមួយក្បាលនោះបានចុះមកដល់ទូកវិញអសង្ហាជីយូបានសរសើរធូប៉ាយេរបស់យើងថាធ្វើបានល្អណាស់ធូប៉ាយេរបស់យើងបានតបថានេះក៏ដោយសារតែឯងសហការបានល្អផងដែរហើយពួកគេក៏បបួលគ្នាធ្វើដំណើរទៅកាន់ទីក្រុងនៃប៉ោបំភ័ណ្ឌតែរឿងបានកាន់មកដល់ក្រុមកុលសម្ព័ន្ធទឹកកូនចៅអបិសុឡាងម្នាក់បានមករាយការណ៍ថាថ្នាក់ដឹកនាំនៃកុលសម្ព័ន្ធទឹកបានបញ្ជាឲ្យពួកយើងនៅការពារនៅបរិវេណខាងក្រៅនេះគឺដើម្បីធានាបានថាគ្មាននរណាម្នាក់ដែលអាចគេចចេញពីទីក្រុងនៃប៉ោបំភ័ណ្ឌបានឡើយលើបែបនេះអបិសុឡាងបាននិយាយថាមនុស្សជាច្រើនបានទៅឡងព័ទ្ធវិមានរបស់ម្ចាស់ក្រុងប្រសិនបើយើងនៅតែឈរយាមនៅទីនេះនោះយើងមិនទទួលបាននូវគុណសម្បត្តិឡើយកូនចៅរបស់វាក៏បានរំលឹកថាប្រសិនបើពួកយើងហ៊ានល្មើសនឹងបញ្ជារបស់ថ្នាក់ដឹកនាំនោះថ្នាក់ដឹកនាំច្បាស់ជាដាក់ទោសពួកយើងជាមិនខានពេលនោះអបិសុឡាងប្រាប់ថាប្រសិនបើពួកយើងចាប់ខ្លួនអ្នកនាំសាររបស់អន្តរាយដល់ទេវភាពបានឪពុករបស់វាមានតែផ្ដល់រង្វាន់ឲ្យតែគាត់អាចដាក់ទោសពួកយើងដោយរបៀបណាពេលនោះកូនចៅរបស់វាក៏បានសរសើរថាសម្ដីអ្នកប្រុសដូចជាសមហេតុផលហើយវាក៏បញ្ជានៅគ្នារបស់វាឲ្យត្រៀមខ្លួនដើម្បីធ្វើនៅបេសកកម្មមួយនេះពេលនោះស្រាប់តែទូករបស់ធូប៉ាយេបានផុសឡើងនៅពីមុខពួកគេឃើញបែបនេះអបិសុឡាងក៏បាននិយាយថាកំពុងតែរកអូសបាយជាប្រទេសនឹងចក្រានហ្គាសមើលទៅទេវតាពិតជានៅខាងខ្ញុំពិតមែនហើយវាក៏ដកនៅអាវុធរបស់វាដើម្បីត្រៀមប្រយុទ្ធឃើញបែបនេះអសង្ហាជីយូឲ្យធូប៉ាយេរបស់យើងនាំសៀនទៅមុនទោះឲ្យគាត់ជាអ្នកទប់ទល់នៅទីនេះតែធូប៉ាយេរបស់យើងបានប្រកែកគាត់ថាមួយនឹងមានបំណងចង់ចាប់គាត់ដូចនេះហើយឯងនឹងសៀនបញ្ញាធ្វើដំណើរទៅមុនទៅអសង្ហាជីយូប្រាប់ថាវានឹងរងចាំនៅវិមានម្ចាស់ក្រុងចំណែកសៀនបានប្រាប់ឲ្យបងប្រុសធូប៉ាយេរបស់នាងប្រយ័ត្នខ្លួនផងដែរនៅពេលដែលអ្នកទាំងពីរបានធ្វើដំណើរចាក់ចេញពីទីនេះអបិសុឡាងបានបញ្ជាឲ្យកូនចៅរបស់វាទៅស្ទាក់ចាប់ពួកគេចំណែកវានឹងធ្វើការទប់ទល់ជាមួយធូប៉ាយេឬបែបនេះធូប៉ាយេរបស់យើងក៏បានដៀលវាថាមើលទៅឯងបានចាញ់យើងម្ដងហើយនៅមានមុខមកទីនេះម្ដងទៀតតែឯងចង់ឲ្យយើងវាយឯងម្ដងទៀតមែនទេអបិសុឡាងក៏បានតបថាលើកមុនឯងឈ្នះយើងដោយសារតែមានគេជួយនឹងចាំមើលថ្ងៃនេះឯងយកឈ្នះយើងដោយរបៀបណាខាហើយវាក៏ទាញនៅអាវុធរបស់វាហក់ទៅវាយប្រហារធូប៉ាយេពួកគេទាំងពីរបានប្រយុទ្ធគ្នាឆ្វាច់ចុះឆ្វាច់ឡើងនៅលើអាកាសភ្លេចខ្លួនបន្តិចធូប៉ាយេរបស់យើងក៏ចាប់នៅខ្សែត្រីរបស់វាជាប់ទាញចុះក្រោមមួយទំហឹងដែលធ្វើឲ្យវាធ្លាក់បែកទឹកខ្ចាយពេលនោះវាមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះនៅក្នុងរយៈពេលដ៏ខ្លីធូប៉ាយេរបស់យើងបែរជាវឹកហាត់មកដល់ចំណុចនេះបន្ទាប់មកពួកគេទាំងពីរក៏ហក់ចូលប្រយុទ្ធគ្នាម្ដងទៀតយានៅកំដាប់ដៃម៉ាត់ចុះម៉ាត់ឡើងកិច្ចឆ្វេងកិច្ចស្ដាំប្រើទាំងកំដាប់ដៃប្រើទាំងកំដាប់ជើងតែចុងក្រោយគ្មានត្រូវអីបន្តិចបន្ទាប់មកអបិសុឡាងបានហោះទៅលើប្រើនៅស្និតមួយដែលមានឈ្មោះថាពស់អាចកំបាំងភ្នែកបន្ទោលបញ្ចេញនៅពស់មួយឲ្យហោះទៅវាយប្រហារធូប៉ាយេរបស់យើងធូប៉ាយេរបស់យើងក៏បានកិច្ចឆ្វេងកិច្ចស្ដាំមើលទៅអាពស់មួយនោះហាក់ដូចជាដេញចិត្តធូប៉ាយេរបស់យើងអត់ត្រូវទាល់តែសោះឃើញបែបនេះអបិសុឡាងបានបញ្ចេញនៅពស់ពី3បន្ថែមទៀតចំណែកធូប៉ាយេរបស់យើងបានហោះទៅលើបញ្ចេញនៅស្និតជំនោរសមុទ្រវាយប្រហារទៅលើពស់ទាំងអស់នោះងាប់អស់គ្មានសល់មួយឃើញបែបនេះអបិសុឡាងមានការភ្ញាក់ផ្អើលជាលើកទី2ព្រោះសម្បីតែសិល្បៈក្បាច់គុនជំនោរសមុទ្រដ៏ល្បីល្បាញរបស់អ្នកក្លាហានខើក៏ធូប៉ាយេរបស់យើងបានវឹកហាត់វាដែរបន្ទាប់មកធូប៉ាយេរបស់យើងបានហក់ចូលទៅម៉ាត់វាឆ្វាច់ចុះឆ្វាច់ឡើងល្បឿនរបស់គាត់ពិតជាលឿនណាស់មើលទៅអបិសុឡាងប្រហែលជាត្រូវមិនតិចទេបន្ទាប់មកធូប៉ាយេបានក្បួយកអបិសុឡាងឡើងទៅលើបោកចុះក្រោមមួយទំហឹងទុកជាកិច្ចបង្ហើយបុណ្យពេលនេះអបិសុឡាងងើបលែងរួចទៀតហើយវាក៏បានត្រឡប់បាត់ទៅបន្ទាប់មកធូប៉ាយេរបស់យើងបានលីវារត់តម្រង់ទៅវិមានរបស់ម្ចាស់ក្រុងខណៈពេលដែលគាត់កំពុងតែរត់សុកពេលនោះស្រាប់តែមានរបស់អ្វីម្យ៉ាងហោះមក
មកវាយប្រហារគាត់បន្ទាប់ពីកិច្ចផុតទូប៉ាយេរបស់យើងបានយកអបិសិឡាងធ្វើជាចំណាត់ខ្មាំងគាត់សរសើរថាពិតជាស័ក្តិសមជាអ្នកប្រុសតូចនៃជ្រលងភ្នំឆៅយ៉ាងពិតមែនមាននៅអ្នកមកជួយសង្គ្រោះលឿនជាងអ្វីដែលគាត់រំពឹងទុកទៅទៀតបើមិនចង់ឲ្យចៅហ្វាយរបស់ឯងមាននៅគ្រោះថ្នាក់ទេបញ្ញាបង្ហាញខ្លួនរបស់ឯងភ្លាមមកពេលនោះកញ្ចាស់មឈូបានបង្ហាញខ្លួនវាប្រាប់ឲ្យទូប៉ាយេរបស់យើងដោះលែងនៅចៅហ្វាយរបស់វានឹងទុកឲ្យសាកសពរបស់ទូប៉ាយេនៅទាំងមូលទូប៉ាយេរបស់យើងប្រាប់ថាបើគាត់ស្លាប់អាកូនម្នាក់ហ្នឹងក៏ស្លាប់ទៅតាមគាត់ដែរពេលនោះកញ្ចាស់មឈូប្រាប់ថាឯងគ្មានសិទ្ធិតវ៉ានៅចំពោះមុខយើងឡើយបន្ទាប់មកវាបានបើកនឹងមឈូរបស់វាបញ្ចេញនៅដាវតកកជាច្រើនបញ្ជាឲ្យហោះទៅវាយប្រហារទូប៉ាយេរបស់យើងទោះបីជាទូប៉ាយេរបស់យើងអាចគេចពីផ្លែដាវទាំងអស់នោះបានក៏ដោយប៉ុន្តែចំហាយរបស់វាបានប្រមូលផ្ដុំគ្នាមកកកទូប៉ាយេរបស់យើងជាប់ឃើញបែបនេះកញ្ចាស់មឈូញញឹមបន្តិចវាប្រាប់ថាមិនបាច់ខំទៀតទេព្រោះលោកម្ចាស់របស់វាបានដឹកនាំកងទ័ពទៅឡើងព័ទ្ធវិមានរបស់ម្ចាស់ក្រុងរួចហើយបើផ្អែកទៅលើកម្លាំងរបស់ឯងនៅពេលនេះឯងក៏មិនអាចស្ដារនៅស្ថានភាពត្រឡប់មកវិញបានដែរម្យ៉ាងទៀតនៅក្នុងចំណោមពួកឯងក៏មានមនុស្សក្បត់ថែមទៀតពួកគេសុទ្ធតែជាមនុស្សល្ងងក្បត់នៅទឹកដីខ្លួនឯងដើម្បីតែអំណាចមើលទៅពិតជាគួរឲ្យអស់សំណោចខ្លាំងណាស់ពេលនោះទូប៉ាយេរបស់យើងខឹងជាខ្លាំងគាត់បានប្រើនៅធម្មពលទឹកដើម្បីបំបែកដុំទឹកកកមួយនេះតែមើលទៅហាក់ដូចជាមិនទទួលបានផលទាល់តែសោះភ្លាមៗនោះស្រាប់តែលេចឡើងនៅរង្វង់ភ្លើងនៅលើអាកាសនៅខណៈពេលនេះទូប៉ាយេរបស់យើងបានប្រើប្រាស់នៅធាតុភ្លើងដើម្បីបំបែកដុំទឹកកកក៏ចាប់ផ្ដើមប្រេះបែកវាបានធ្វើឲ្យកញ្ចាស់មឈូមានការឆ្ងល់ជាខ្លាំងតើឥឡូវម្នាក់នេះវឹកហាត់ទាំងធម្មពលទឹករួមទាំងវឹកហាត់ធម្មពលភ្លើងក្នុងពេលតែមួយបានដោយរបៀបណាពេលនោះទូប៉ាយេរបស់យើងក៏អាចបំបែកនៅដុំទឹកកកមួយនោះបានបន្ទាប់មកគាត់បានប្រើនៅល្បឿនដ៏លឿនទៅឆក់យកអបិសឺឡាងនាំវាចាក់ចេញពីទីនេះបាត់ទៅឃើញបែបនេះកញ្ចាស់មឈូមានការភ្ញាក់ផ្អើលកាន់តែខ្លាំងគាត់មិននឹកស្មានថាក្មេងម្នាក់នេះអាចដើរមកដល់ចំណុចនេះឡើយហើយគាត់ក៏ចាប់ផ្ដើមដេញតាមពួកគេទាំងពីរសាច់រឿងរបស់យើងបានកាត់មកដល់កន្លែងចាយូស៊ីឈៀនាងបានឆ្ងល់ថាហេតុអ្វីបានជាបាត់ទុកអស់កូនចៅរបស់នាងក៏បានប្រាប់ថាក្រៅពីទុកដែលធ្វើដំណើរទៅបឹងផ្កាស្រពោនទុកទាំងអស់ត្រូវធ្វើដំណើរទៅទីក្រុងនេប៉លបំផុតដើម្បីធ្វើសង្គ្រាមឬបែបនេះចាយូស៊ីឈៀមានការបារម្ភពីធូប៉ាយេរបស់នាងជាខ្លាំងដោយសារតែធូប៉ាយេជាអ្នកនាំសាររបស់អាទ្រាយដ៏ទេវភាពនាងដឹងយ៉ាងច្បាស់ថាបងប្រុសរបស់នាងច្បាស់ជាមិនលើកលែងឲ្យគាត់នោះទេបន្ទាប់មកនាងបាននិយាយរកលេសដើម្បីធ្វើដំណើរទៅកាន់ទីក្រុងនេប៉លបំផុតដែរតែកូនចៅរបស់នាងបានខាត់វាប្រាប់ថាថ្នាក់ដឹកនាំនៃកុលសម្ព័ន្ធទឹកមិនអនុញ្ញាតឲ្យអ្នកនាងទៅទីនោះទេតែដោយអ្នកក្លាហានទាំងអស់គ្នាបានដឹងយ៉ាងច្បាស់ហើយតើនរណាដែលអាចហាមឃាត់ចាយូស៊ីឈៀដ៏សែនកាចឆ្នះម្នាក់នេះបានបន្ទាប់មកចាយូស៊ីឈៀក៏បានធ្វើដំណើរចាក់ចេញពីទីនេះសាច់រឿងរបស់យើងក៏បានកាត់មកដល់វិមានរបស់ម្ចាស់ក្រុងពេលនេះក្រុមកូនចៅនៃកុលសម្ព័ន្ធទឹកបានឡោមព័ទ្ធទីនេះជិតអស់ហើយចំណែកមេក៏កំពុងតែប្រឈមមុខដាក់គ្នាផងដែរពេលនោះកញ្ចាស់ធានវូដែលជាថ្នាក់ដឹកនាំនៃកុលសម្ព័ន្ធទឹកបានប្រាប់ឲ្យលោកម្ចាស់ក្រុងបញ្ញាប់ចុះចាញ់ភ្លាមទៅដើម្បីកុំឲ្យស្ថានភាពកាន់តែពិបាកជាងនេះលោកម្ចាស់ក្រុងបានតបភ្លាមថាពួកឯងបានកាប់សម្លាប់មនុស្សអស់ប្រហែល 50000 នាក់នៅក្នុងទីក្រុងនេប៉លបំផុតមួយនេះឯងនៅចេះបារម្ភខ្លាចស្ថានភាពកាន់តែពិបាកជាងនេះដែរប្រជាជននៅក្នុងទីក្រុងនេប៉លបំផុតទាំងអស់ព្រមទាំងខ្ញុំស្ម័គ្រចិត្តប្រយុទ្ធរហូតដល់ស្លាប់ដើម្បីការពារទឹកដីមួយនេះកញ្ចាស់ធានវូបានសម្លឹងទៅមើលអ្នកក្លាហានខើក៏ស្ម័គ្រចិត្តចូលរួមប្រយុទ្ធផងដែរខណៈពេលនោះធូប៉ាយេរបស់យើងក៏បានធ្វើដំណើរមកដល់ទីនេះមកដល់ភ្លាមគាត់បានស្រែកប្រាប់គ្នារបស់គាត់ថាមានអ្នកជនក្បត់នៅក្នុងចំណោមពួកយើងទាំងអស់គ្នាខណៈពេលដែលពួកគេកំពុងតែចលាចលសម្លឹងលិចសម្លឹងកើតភ្លាមនោះអបិយីជឺបានដកនៅកំបិតចាក់លោកម្ចាស់ក្រុងពីខាងក្រោយបង្កឲ្យមានការភ្ញាក់ផ្អើលគ្រប់គ្នាឃើញបែបនេះអសង្ហាជាយូមានការខឹងជាខ្លាំងវារត់ចូលទៅចង់សម្លាប់អបិយីជឺតែក៏ត្រូវបញ្ឈប់វិញដោយសារតែអបិយីជឺយកឪពុករបស់វាធ្វើជាចំណាត់ខ្មាំងពេលនោះលោកម្ចាស់ក្រុងបាននិយាយទៅកាន់អបិយីជឺថាគាត់បានស្គាល់វាជាច្រើនឆ្នាំមកហើយគាត់តែងតែធ្វើល្អជាមួយវារហូតហេតុអ្វីបានជាពេលនេះវាដាច់ចិត្តក្បត់គាត់បែបនេះអបិយីជឺតបថាមកពីគាត់មិនអាចផ្ដល់នូវអ្វីដែលវាចង់បានពេលនោះកញ្ចាស់ធានវូប្រាប់ថាអបិយីជឺវាចង់បានតំណែងដែលជាម្ចាស់ក្រុងរបស់ឯងភ្លាមនោះធូប៉ាយេរបស់យើងបានគប់អបិសឺឡាងចុះមកក្រោមបន្ទាប់មកធូប៉ាយេរបស់យើងបានយកអបិសឺឡាងធ្វើជាចំណាត់ខ្មាំងវិញដើម្បីចរចាជាមួយកញ្ចាស់ធានវូពេលនោះមានកូនចៅរបស់កញ្ចាស់ធានវូម្នាក់ត្រែកប្រាប់ឲ្យធូប៉ាយេរបស់យើងបញ្ញាប់ដោះលែងលោកម្ចាស់តូចរបស់វាបើយើងមើលទៅកញ្ចាស់ធានវូវិញអត់មានបារម្ភពីកូនរបស់វាសោះបន្ទាប់មកកញ្ចាស់ធានវូបានសរសើរធូប៉ាយេរបស់យើងថាឯងមានភាពក្លាហានគ្រាន់បើមិនចម្លែកទេតែប្អូនស្រីរបស់យើងចាប់អារម្មណ៍ឯងមើលតែឯងស័ក្តិសមជាអ្នកក្លាហានវ័យក្មេងពិតមែនពេលនោះធូប៉ាយេរបស់យើងបានចរចាឲ្យកញ្ចាស់ធានវូបញ្ញាប់ដកទ័ពចេញភ្លាមបើមិនដូច្នោះទេកូនប្រុសរបស់វាមិនអាចរស់ផុតពី2ថ្ងៃបានឡើយកញ្ចាស់ធានវូបានបដិសេធវានឹងមិនដកកងទ័ពចេញឡើយវាប្រាប់ថាមនុស្សដែលត្រូវសត្រូវចាប់បានមកពីសិល្បៈក្បាច់គុនរបស់វាអន់ពេកហើយប្រសិនបើវាងាប់យ៉ាងហោចណាស់ក៏វាជាប់ឈ្មោះជាអ្នកដែលបូជាជីវិតដើម្បីកុលសម្ព័ន្ធដែរឬបែបនេះអបិសឺឡាងមានការផិតភ័យជាខ្លាំងចំណែកធូប៉ាយេរបស់យើងបានសោចបន្តិចហើយនិយាយបញ្ឈឺថាដើម្បីតែបំពេញមហិច្ឆតាឲ្យកញ្ចាស់ជូឡុងកញ្ចាស់ធានវូម្នាក់នេះបែរជាលែងខ្វល់ពីជីវិតកូនប្រុសរបស់ខ្លួនឯងមើលទៅប្រហែលជាជីវិតរបស់ទាហានដែលមកធ្វើសង្គ្រាមជាមួយគាត់ទាំងអស់នេះក៏គាត់ប្រហែលជាមិនខ្វល់ដូចគ្នាដែរតាំងពីតូចដល់ធំគាត់មិនដែលឃើញអ្នកណាដែលពុះពុលបែបនេះឡើយឬបែបនេះកញ្ចាស់មឈូសទ្រាំមិនបានវាបានវាយប្រហារទៅលើធូប៉ាយេរបស់យើងពេលនោះធូប៉ាយេរបស់យើងបានយករាងកាយអបិសឺឡាងមករងហើយខណៈពេលដែលអំបែងតកកហោះចិត្តដល់អបិសឺឡាងទៅហើយអ្នកក្លា
Hacker ក៏បានប្រើនូវចំហាយថាមពលបន្តិចទៅជួយទប់ទល់បន្ទាប់មកកញ្ចាស់ Tenwu បានបញ្ឈប់កញ្ចាស់មឈូសហើយវាក៏ដើរទៅនិយាយចរចាជាមួយអ្នកក្លាហាន Kerr វាប្រាប់ឲ្យអ្នកក្លាហាន Kerr ត្រឡប់ទៅកលសម្ព័ន្ធវិញដើម្បីសារភាពនៅកំហុសទៅកាន់ព្រះពិតជូហើយវាធានាថាវានឹងសុំព្រះពិតជូឲ្យជួយបន្ធូរបន្ថយទោសពេលនោះអ្នកក្លាហាន Kerr បានតបថាមិនចាំបាច់ទេឲ្យតែកលសម្ព័ន្ធទឹកដូរនៅគោលនយោបាយលែងបង្កសង្គ្រាមជាមួយកលសម្ព័ន្ធដទៃបន្តទៀតខ្ញុំ Kerr ហើយហួយនឹងត្រឡប់ទៅវិញភ្លាមឬបែបនេះកញ្ចាស់ Tenwu តបថាបើដូច្នេះខ្ញុំមានតែយកសាកសពរបស់ឯងទៅជំនួសឯងនឹងថាហេតុអ្វីបានជាខ្ញុំចាំបាច់មកទីនេះដោយផ្ទាល់ដែរទេការវាយប្រហារទីក្រុងនៃប៉មបំភាន់កូនចៅរបស់ខ្ញុំក៏អាចធ្វើបានដែរខ្ញុំមកទីនេះគឺដើម្បីនាំយកឯងត្រឡប់ទៅកលសម្ព័ន្ធវិញអ្នកក្លាហាន Kerr ថាល្អថ្ងៃនេះយើងទូទាត់ទាំងដើមទាំងការឲ្យហើយតែម្ដងទៅឬបែបនេះទូប៉ាយាយរបស់យើងបានខាត់អ្នកក្លាហាន Kerr ប្រាប់ថាពួកយើងកំពុងតែដើរចូលអន្ទាក់របស់កញ្ចាស់ Tenwu ហើយពេលនោះកញ្ចាស់ Tenwu បានប្រើនៅចំហាយធម្មពលដាក់សម្ពាធទៅលើទូប៉ាយាយរបស់យើងវាប្រាប់ថាចាស់ៗនិយាយគ្នាក្មេងៗកុំលុបមាត់អ្នកក្លាហាន Kerr សួរថាចុះឯងធ្វើបាបក្មេងបែបនេះសមជាចាស់ដែរទេបន្ទាប់មកអ្នកក្លាហាន Kerr បានប្រាប់ឲ្យទូប៉ាយាយរបស់យើងផ្ដោតអារម្មណ៍ទៅលើស្នូលនៃធម្មពលឈីហើយណែនាំធម្មពលឈីទៅកាន់បាតជើងហើយមិនចាំបាច់ខ្វល់ពីចំណុចផ្សេងទៀតដែលនៅសល់ទេពេលនោះទូប៉ាយាយរបស់យើងក៏ចាប់អារម្មណ៍ដឹងថានៅគ្រប់ផ្នែកនៃរាងកាយរបស់គាត់ត្រូវបានគៀបសង្កត់ដោយធម្មពលឈីពិតរបស់កញ្ចាស់ Tenwu ហើយមានតែបាតជើងទេដែលមិនទទួលរងនូវឥទ្ធិពលមួយនេះពេលនោះទូប៉ាយាយរបស់យើងបានប្រមូលផ្ដុំនូវធម្មពលឈីបញ្ជូនចូលទៅបាតជើងដើម្បីប្រើប្រាស់ហើយគាត់ក៏អាចបំបែកនូវការដាក់សម្ពាធមួយនេះបានបន្ទាប់មកទូប៉ាយាយរបស់យើងបានស្ទុះទៅក្បួយកអបិសឺឡាងហើយស្រែកទៅកាន់កញ្ចាស់ Tenwu ថាបើលោកមិនខ្វល់ពីការស្លាប់របស់កូនប្រុសលោកទេអញ្ចឹងទុកវានៅក៏គ្មានប្រយោជន៍ដែរពេលនោះទូប៉ាយាយរបស់យើងបានយារនៅផ្លែដាវចាក់មួយទំហឹងទៅលើអបិសឺឡាងតែយើងមិនទាន់ដឹងថាវាងាប់ឬក៏រស់នោះទេព្រោះទូប៉ាយាយរបស់យើងចាក់មិនទាន់ដល់ផងសាច់រឿងអេពីសូតទី9របស់យើងក៏មិនចប់បាត់អធិស្ឋានប្រសិនបើមានកំហុសខុសឆ្គងនៅត្រង់ចំណុចណាមួយហើយ admin ស្មោះស្នេហ៍ម្នាក់នេះនឹងនិយាយទៅកាន់អ្នកទាំងអស់គ្នានៅវីដេអូក្រោយបន្ទាប់ទៀត